មិនធម្មតា ISI បិទភ្នំពេញក្រោនរហូតដល់90នាទីពេញប៉ុន្តែទីបំផុតនៅតែបរាជ័យកម្រខ្លាំងណាស់ក្រុមដែលអាចបិទជើងខ្លាំងភ្នំពេញក្រោនបានរហូតដល់90នាទីហើយកាន់តែកម្រទៅទៀតនោះគឺជំនួបរវាងក្រុមបាល់ទាត់ ISI និងកៅសិនជ័យនិងក្រុមបាល់ទាត់សឹងក្រហមភ្នំពេញក្រោនក្នុងជំនួបនៃការប្រកួតលីកកំពូលកម្ពុជាដែលប្រកួតនៅទឹកដីភ្នំពេញក្រោនទទួលបានការចូលរួមទស្សនាយ៉ាងច្រើនរហូតដល់ជាង1000នាក់ការប្រកួតរយៈពេល90នាទីពេញលទ្ធផលនៅតែបន្ត0ស្មើហើយដោយមិនមានក្រុមណាមួយអាចបំផង់សំណាញ់ទីគ្នាបានឡើយក្រុមទាំងពីរបានព្យាយាមលេងបុកគ្នារៀងៗខ្លួនដោយក្នុងនោះជាពិសេស ISI បង្ហាញទម្រង់ការពារបានយ៉ាងល្អបិទជាប់មិនឲ្យខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោនរកគ្រាប់បាល់បានឡើយចូលមកដល់នាទីទី90ក្រោយពីម៉ោងបន្ថែម7នាទីគ្រាប់បាល់ចុងម៉ោងរបស់ម្ចាស់ផ្ទះភ្នំពេញក្រោនរកបានដោយកីឡាករលេខ17គឺខ្សែប្រយុទ្ធដែលមានប្រជាប្រិយភាពសាទីគ្រាប់បាល់ចុងម៉ោងនេះបានធ្វើឲ្យលន់លឺសំឡេងស្រែកហូកញ្ជ្រៀវយ៉ាងកងរំពងពីសំណាក់អ្នកគាំទ្ររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនដោយសេចក្តីរំភើបចិត្តបំផុតដែលក្រុមរបស់ខ្លួនទទួលបាន3ពិន្ទុបន្ថែមសម្រាប់សប្តាហ៍ថ្មីកីឡាករសាទីបានក្លាយទៅជាកីឡាករល្អប្រចាំការប្រកួតទទួលបាននៅពានរង្វាន់ដ៏ស្រស់ស្អាតមួយពីក្រុមហ៊ុន Cambodia Premier League សូមជម្រាបផងដែរថាក្រោយពីយកឈ្នះ ISI នៅទឹកដីរបស់ខ្លួនកាលពីយប់មិញនេះក្រុមបាល់ទាត់ភ្នំពេញក្រោននៅតែបន្តឈរលេខរៀងទី2ក្នុងតារាងពិន្ទុដែលមាន40ពិន្ទុតាំងពីក្រោយប្រខ័ណ្ឌរាជស្វ័យរៀងដែលមាន42ពិន្ទុនេះខ្ញុំវិគីពី Big News